សួរបងប្អូនឥឡូវនេះខ្ញុំមកបង្ហាញមួយចំណុចទៀតទាក់ទងទៅនឹងកង្ហាលវលលើបងប្អូនអ្នកស្ដាប់ថាពួកអ្នកស្ដាប់បីបងប្អូនហើយវាខ្មាញ់ខ្សែហើយខ្ញុំធ្លាប់ធ្វើវីដេអូនៅសារបងប្អូនណាហើយតែវីដេអូនឹងយូរឆ្នាំហើយក៏បងប្អូនក្នុងពខ្ញុំធ្វើវីដេអូទាក់ទងទៅនឹងកង្ហាលនេះទៀតបងប្អូនឥឡូវក៏ខ្ញុំមានពេលធ្វើឲ្យបងប្អូននេះធុញតែអត់មានគ្រឿងបន្លាស់បងប្អូនវាអត់មានគ្រឿងបន្លាស់ទេអញ្ចឹងទៅខូចរបស់ចោលខូចរបស់ចោលហើយតម្លៃវាគឺថ្លៃហើយ7-8រៀលទេ30000អត់ថ្លៃបងប្អូនពួកអាលេខ1050រួមតម្លៃតែ1200អីត្រឹម4-50000ហ្នឹងអស់ថ្លៃហើយអញ្ចឹងទៅវាពីសេរីមកសេរីគ្រឿងខុសគ្នាទាំងអស់ហើយឥឡូវមកសេរីក្រោយអត់សូវមានគុណភាពទេគឺអន់គុណភាពអន់ហើយឆាប់បែកថាខូចមែនទេណាពីរួមគាត់ហ្នឹងខ្ញុំខូចដល់សល់2-3វិឆេបងប្អូនទុកកាប់សាច់ឲ្យចាទៅមើលទាំងអស់គ្នាហើយឥឡូវយើងគ្រាន់តែមើលសង្កេតមើលហេតុអីបានវាមូលល្មូខ្សែបងប្អូនហើយមូលហេតុដែលវាល្មូខ្សែយើងត្រូវឆែកមើលវាបងប្អូនតាមដំណាក់កាលណាវាមានលស្វវាបាក់បាត់ហ្នឹងបងប្អូនឃើញទេលស្វវាវិលទៅវិលមកវិញតែអានេះវាបាក់បាត់ហើយវានៅតែនេះឃើញទេវានៅតែលើហ្នឹងវិលទៅវិលមកវិញអាហ្នឹងគឺមកសញាក់អស់វាអញ្ចឹងយើងចូលទៅដោះទាំងអស់គ្នាបងប្អូនយើងដោះព្រះនេះចេញមកនេះឆ្កឹះព្រះនេះចេញមកហើយយើងនឹងទៀតឆ្កឹះព្រះយកចុងក្បិតមកបងប្អូនណាយកចុងក្បិតមកហៅវាឡើងលើវិញមកឃើញទេបើហៅវាងាយបងប្អូនចេញមកងាយមកហើយដាក់វិញរៀងពិបាកយើងត្រូវមានបាវ៉ែចាក់បងប្អូនអូនលើកវាមកបងប្អូនលើកវាមកហើយទៅមើលវាមកវាបាក់ហាងនេះបាត់ហើយអានេះជាប់វា4-5គ្រាប់ក្នុងហ្នឹងបងអូនមូវាចេញមកនេះលាក់វាចេញមកប្រហែលគ្រាប់ហ្នឹងមើលវាទៅនេះចូលមើលនេះមួយទៀតនៅខាងនេះខាងក្នុងនេះ4ទៀតបងប្អូនអញ្ចឹងដោះចេញឲ្យអស់មកយើងអាចចាំទៅរើដល់ដុំនេះយើងខូចកន្លែងណាយើងធ្វើកន្លែងហ្នឹងខូចមកកណាត់លឿនហ្នឹងណាបងប្អូនធ្វើឲ្យត្រូវចំណុចរបស់វាបានឆាប់លឿនការងារបងប្អូនអញ្ចឹងអានេះបាក់បាត់ហើយបងប្អូនណាបាក់ហើយយើងមានវិធីបងប្អូនស្រួលទេវិធីនេះឃើញបាក់បែបហ្នឹងបងប្អូនឆ្កឹះវាចេញឡើងលើតិចមកបងប្អូននេះឃើញវាបាក់ដាច់បាត់ហើយនេះអញ្ចឹងបើវាយើងត្រូវមើលវាបាក់ប្រហែលកណាត់ណាខ្លាចវាបាក់ពី3កណាត់នៅក្នុងហ្នឹងអញ្ចឹងវាបាក់តែ1កណាត់ទេហើយវិធីយើងបដូរចេញក្បាលយើងពុតឡើងក្បាលបងប្អូនវិធីរបស់ខ្ញុំគឺខ្ញុំពុតឡើងបងប្អូនគឺខ្ញុំពុតវាឡើងដោយសារវាបាក់មកចុងតិចទេអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបពុតវាបងប្អូនមើលតាមជាក់ស្ដែងវារៀងរឹងតិចហើយបងប្អូនណាពូនមើលសរហ្នឹងជាភេទមើលសររស់រៀងពិបាកបងប្អូនណាចឹងបងប្អូនចាប់វាពុតវាឡើងលើនេះពុតវាបែបហ្នឹងប៉ុន្តែបងប្អូនត្រូវហៅទៅកាប់ពីបងប្អូនចាប់វាសងខាងទៀតចាប់ពីសងខាងពុតវាឡើងឲ្យវាតែងឡើងលើបងប្អូនអូពិបាកពុតមែនតើបងប្អូនពុតឲ្យស្រួលណាទៅពុតមិនស្រួលដៃខ្លាច់មកអាយ៉ាដៃចាវាមិនស្រួលដូចបងប្អូនគិតទេណាស្ដាយធ្វើម៉េចឲ្យវាឡើងលើឆ្កុយចឹងបងប្អូនណាបើមិនចង់ទេបងប្អូនដាក់កើតទេហើយបញ្ចូលវាទៅវិញឲ្យវាឡើងលើឆ្កុយបែបហ្នឹងហើយបងប្អូនទៅមើលអាកន្លែងនេះមួយទៀតបងប្អូនត្រូវឆ្កឹះបាក់នៅក្នុងនេះចេញណាបងប្អូនវាបាក់នៅក្នុងនេះចាំមើលខ្ញុំឆ្កឹះមើលបងប្អូនខ្លះអត់ដឹងទេអត់ដឹងឆ្កឹះទេពុតឡើងហើយមិនដឹងដាក់មិនបងប្អូនត្រូវរកវិធីយកវាចេញឲ្យបានណាបងប្អូននេះឃើញទេអញ្ចឹងតែវាបាក់មកកណាត់នៅក្នុងហ្នឹងអញ្ចឹងបើរកវិធីយ៉ាងណាត្រូវយកវាចេញឲ្យបានណាបងប្អូននេះតែវាបាក់ហ្នឹងបងអញ្ចឹងឆ្កឹះចេញមកវាមានរន្ធរបស់វាបើមិនចង់ទេបងប្អូនអាចដោះស្រាយចេញទេខាងនេះហ្នឹងហើយយកវាចេញហើយបងប្អូនដាក់វាចូលទៅនេះបងប្អូនឃើញរន្ធទេឃើញខ្ញុំពុតឡើងមិញនេះដាក់វាចូលមកដាក់វាចូលមកបងប្អូនចាប់វាទៅនេះវាទៅវាយើងដោះមិញហ្នឹងmìnhចាប់វាចូលមកចាប់វាចំនួន4គ្រាប់ណាបងប្អូនចាប់វាចូលមកគឺដំណើរការស្រួលវិញហើយចាប់ឲ្យណែនល្អទៅហើយបងប្អូនវល់មើលវាមានស្រើញាក់ទៅវិញហើយបងប្អូននេះអញ្ចឹងហើយបងប្អូនរៀបវាចូលទៅវិញតាមដំណើរវាវិញទៅអត់បញ្ហាទេណារៀបតាមដំណើរវាវិញជាការស្រេចហើយបងប្អូនតែប៉ុណ្្នឹងឯងចូលបងប្អូនត្រូវមានទៅកាត់ក្បាលបែបនេះបងប្អូនទៅកាត់ក្បាលបែបនេះញែកវាមកចូលផ្លឹបព្រួនទៅខំបងប្អូនពិបាកដាក់នេះរួចរាល់បាត់ហើយបងប្អូននេះវាមានស្រើឥឡូវជាមួយខ្ញុំវិលឡើងមើលបងឃើញសាក់ឲ្យមើលវាខ្លាញ់ខ្សែទេអត់បង
កាបងប្អូនអានេះលឺសលេងថាប្រឡងវាធូរទាំងអស់បងប្អូនធូរប្រឡងនេះប្រឡងវានេះចាក់ស្លាប់អញ្ចឹងទៅវាដល់ងាយចឹងវាឡើងខ្មៅសលេងខ្មៅបាទអូខេឬហើយបងប្អូនមានប្រហែលតែលើឲ្យបងប្អូន